ជាគេថានៅក្នុងរូបនេះបើសិនជាម៉ាស៊ីន A ម៉ាស៊ីន A នេះម៉ាស៊ីន A send packet to ម៉ាស៊ីន B what will be the source physical address frame to reach the ម៉ាស៊ីន B ចឹងម៉ាស៊ីន A send packet មកម៉ាស៊ីន B ចឹងគេសួរថានៅពេលដែល packet មកដល់ម៉ាស៊ីន B នេះសួរថាតើ source MAC address មួយណា source MAC address នេះCCCC ចឹង E ចឹងនេះមួយទៀតគេថាបើសិនជាដូចរូបខាងក្រោមបើសិនជាម៉ាស៊ីនហោះ X នេះ transfer file to FTP server point A នឹងលេខនេះ revision the frame and goes forward to the Toronto router what will be the layer 2 destination ចឹងគេសួរថាបើសិនជា frame នៅកន្លែងនេះសួរថាតើ layer destination មួយណា layer 2 destination ចឹង fast zone នេះមែនទេចឹង fast zone ហ្នឹងMAC address វាប៉ុន្មាននេះចឹង35ក្រោយចឹងអានេះ35ក្រោយយល់បាទគេសួរថាបើសិនកាត់នៃម៉ាស៊ីន X នេះ send មក FPT នេះតែ frame យើងនៅកន្លែងនេះចឹងគេសួរថាតើ MAC address destination MAC address ហ្នឹងអីគេរបស់ frame ហ្នឹងបើ frame យើងទៅតែនឹង live ម៉ាស៊ីន X ទេគឺនៅកន្លែងនេះចឹង destination MAC address គឺអា MAC address របស់នេះមែនទេ MAC address របស់ router ឥឡូវគេសួរថាតើ device ទាំងអស់នេះ device មួយណាជា layer 1 bridge ស្ពានអត់ទេ bridge គឺ switch bridge និង switch ស្មើគ្នាគេថា bridge វាជា software base switch ជា hardware base ចឹងឥឡូវសួរថាមួយណាជា layer 1 device hub ចឹងមានតែមួយទេ hub ជា layer 1ឥឡូវគេថាដោយរូបខាងក្រោមនេះបើសិនជា host give VOC ហ៎ C លេខកាត់ layer នេះទេ layer 2ឯងអាហ្នឹងកំហុសគេទេមិនមែនកំហុសយើងទេអញ្ចឹងយើងយកនេះ hub ឯងចឹងកុំទៅជឿតាមវាពេកជឿតាមខ្លួនឯងខ្លះអូខេអញ្ចឹងគេថាបើសិនជាយើងទៅតាមរូបខាងក្រោមបើសិនជា host give នៅណា host give នេះ host in give អញ្ចឹងមានន័យថាម៉ាស៊ីនមួយនេះsend request to HTML យើង send មកនេះto the server in the means what will be the source IP address of the packet live from the give router អញ្ចឹងគេសួរថាបើសិនជាម៉ាស៊ីននេះ send request មកនេះសួរថា source IP address ណាខ្លួនឯងយល់ទេ16នេះនេះសំណួរសួរគេឥឡូវសួរមួយទៀតគេថាដោយរូបខាងក្រោមនេះគេថាបើសិនជា packet travel from Marie to Robert ណា Marie នេះណា Marie អូនេះ Marie to Robert អូខេអញ្ចឹង Marie to Robert which three device use the MAC address of the packet to determine forwarding again the path អញ្ចឹងមានអីមាន switch មែនទេអានេះ1 switch លេខ1 switch លេខ2 switch លេខ3 hub មាន forward វា router ក៏មានដែរអញ្ចឹងមួយណាចម្លើយ3ឬ3ហ៎ switch លេខ1 switch លេខ2 switch លេខ3គ្រាន់តែជា
instant generate signal signal យើងសយើង generate ខ្ពស់ឡើងវិញវា layer 1 device ឥឡូវយើងមើលមួយទៀតយ៉ាងគេថាបើសិនជារូបយកតាមរូបខាងក្រោមនេះ Marie is sending the instant message to Robert ចឹង Robert ចឹងរូបភាពដូចគ្នាមិនហ៎ចឹងបើសិនតែចែកចំនួននេះអាចំនួនមុនអត់ចែកទេចឹងថា Marie send the message ចឹងគេថា send more ទៅតនេះដែរ what the message is broken into the series of packets and will send to travel to all the network devices what addresses is populate those packets are forwarded from router 1 to router 2ចឹងគេសួរតើមក address ទៅកន្លែងនេះពី Robert 1ពី router 1មក router 2ហ្នឹងតើមក address មានដូរអត់ចឹងសមក address កន្លែងណាឥឡូវកន្លែងនេះដូចជាឲ្យគូបកងហ្នឹងអូខេចាឥឡូវយើងមើលបើសិនជា packet យើង send ពីនេះមកនេះហើយឥឡូវគេថា packet គឺចេញពី machine មកដល់ machine router លេខ1ហើយគេចង់ទៅ segment នេះតើ frame យ៉ាងម៉េចចឹងសនៅ IP នៅដែលមែនទេស IP គឺ3/3 destination គឺ2/2ដល់ពេលស frame មក address វាអានេះមែនទេដល់ពេល destination អានេះមែនទេគេចឹងមើលអាណាស124 destination 123ត្រូវទេណាស124អូនេះ124 destination 123តែមើលមកបាត់ត្រូវយើងហ្នឹងអញ្ចឹង B ត្រូវនេះ IP អូខេ IP របស់យើងនេះអានេះ IP របស់គេនេះ PPV ហើយដល់ពេលមក address គឺរបស់យើងកន្លែងនេះជាសជានេះជា destination ពីព្រោះគេសងសួរថាតើអាពីកន្លែងនេះ traffic send ពី router លេខ1 router លេខ2វាមាន address អីគេខ្លះអញ្ចឹងមក address ដូរ IP address ដូរទេឥឡូវយើងសូមមើលចឹងចំនួននេះយើងបញ្ចូលច្រើនដងអញ្ចឹងនេះយើងអាចវិភាគមើលខ្លួនឯងដឹងហ្នឹងឥឡូវមួយទៀតគេសួរថាបើសិនជាយើងដូចរូបខាងក្រោមនេះ network A device need to install tip in the place of icon label the network and command to the list attached to the internet ចឹងបើសិនជាយើងមាន switch មួយកន្លែងនេះហើយយើងមានឧបករណ៍អីគេដើម្បីអាចដាក់កន្លែងនេះអាចយើងwhich device and interface configuration is need maximum refine for the installation ចាឥឡូវត្រូវការឧបករណ៍នេះហើយមាន port ប្រមាណអានេះខ្សែនឹងខ្សែគេនេះមើលថាឥឡូវគេថា one router one ethernet and one serial តែគេប្រើ serial អត់អានេះ one ឥឡូវមើលទៅ internet គេប្រើអីគេ need install and place the icon in label in network update this line យើងប្រើអីគេយើងប្រើ serial មែនទេអញ្ចឹង this line serial មាន C អញ្ចឹងthis line យើងគេហៅ dedicate link យើង dedicate យើងប្រើ serial ដល់ point to point អានេះយើងគិតលើកុំគិតរាល់ថ្ងៃគិតពី5ឆ្នាំមុនរាល់ថ្ងៃក៏អត់មាន serial អីទេ this line គឺ ethernet ទាំងអស់ពាក្យ technology បើសិនយើងលក់ឲ្យ customer គេថាលើកជាលក្ខណៈ this line ឬក៏ dedicate តែដល់ពេលយើងប្រើ technology យើងអាចប្រើជា serial ឬក៏យើងប្រើជា ethernet អញ្ចឹង serial ethernet ថា technology this line ឬក៏ dedicate ហ្នឹងគឺជា term ដើម្បីគេយកទៅប្រើប្រាស់នៃពាក្យគេប្រើអញ្ចឹងគេសួរថាតើ transport layer protocol provide the best support delivery service with no element receipt required អញ្ចឹងមួយណា UDP ឯងអញ្ចឹង UDP ក៏អត់មានត្រូវការ acknowledgement អីទេមែនទេ transport protocol ទាំងអស់នេះមាន transport protocol ប៉ុន្មានខ្លះ IP នៅក្នុង transport អត់ IP នៅក្នុង transport អត់ IP ចុះដល់ពេល HTTP application telnet application ដែរអញ្ចឹងមានតែ2 transport គឺមាន UDP និង TCP អញ្ចឹងបើថាយើង best effort delivery ន័យថា UDP
là ví dụ mình tiền thì thao với layer on the OSI model control and reliability communication between a network device flow control sequence acknowledgement ចឹងគេថា OSI មួយណាដែលយើងប្រើប្រាស់សម្រាប់ reliable transmission using flow control sequence acknowledgement អាហ្នឹងមកយើងគិតទៅជាអីគេ TCP ឬ UDP អានេះកាត់នេះ TCP ចឹង TCP នៅក្នុង layer គេ transport ចឹងយក transport ចឹងយើងប្រកែអានមកនេះបាទស្រួលហើយសំណួរមានបាទទេឡងស៊ីទេចឹងគេអានេះគេឲ្យយើងមើលគេថាencrypt all the clear tick password ចឹងក៏មិនអីគេ speed password encryption protect access to the user mode from access the user mode from ចឹងប្រើមិនអីគេមានឥឡូវទុកវាសិនset the privilege mode encryption password involve password involve script involve script ចឹងមួយណា involve script អានេះគេនេះមកទៀតគេថា set the password allow to telnet connection ចឹងចូលក្នុង line v device ហើយដាក់ password ណា line v device មានទេមានក្រុមទៀតអូខេ line v device នេះទៅមកទៀតគេថាset the privilege mode in clear tick password ចឹងមួយណា enable password ចុះឥឡូវយើងមិនសួរគេសួរ user mode ដែរ protect the user mode from ចឹង user mode from គឺយើងនេះ console ចូល line console ទៅចឹងគេប្រាប់យើងឯងប្រាប់តែក្រោយចឹងទី1 speed password encryption line console យើងត្រូវហើយ involve secret line v device ហើយជាមួយនឹង enable password ចាប់ដាក់កើតទេអាហ្នឹងអត់ឲ្យយើងបានមើលទេឥឡូវមួយទៀតឥឡូវគេសួរថា PC send packet to the default gateway IP address the first time see the PC turn on អាហ្នឹងធ្វើអីគេអាហ្នឹង we send request to the default gateway ដើម្បីសុំ MAC address ព្រោះយើង ping មុនបងវាផ្ដាច់មួយចា first time គឺវាធ្វើ ARP គេចឹង ARP ទៅទៀតថានេះARP ឬនេះក្រមឥឡូវទៅថា the network administrator is check the basic IP connectivity from the workstation server ប្រើគេដើម្បី check connectivity ICP យើងអាចប្រើ ping ក៏បាន trace route ក៏បានចឹង ICP protocol នេះគឺយើងមាន command ដើម្បីប្រើវាគឺ ping ឬក៏ trace route ឬក៏ tracer ដែរហ្នឹងទៅទៀតគេថា the TCP IP protocol stack must find earn IP address for the packet design for the URL ចឹងន័យថាយើងស្គាល់ឈ្មោះដើម្បីរក IP ចឹង DNS មែនទេនេះបកប្រែហ្នឹងគឺ DNS មួយទៀតគេថា the network device will automatically assign IP address for workstation គឺថតយ៉ាងចម្លើយស្រួលទីមួយ ARP ICMP DNS and DHCP ត្រូវអត់ដែរឥឡូវមួយទៀតឥឡូវយើងមើលមុនបងវាមាន OSS ARP NAT DNS ហើយ SQL ហើយក្រោយគេគឺ DHCP គេសួរថាPC with IP address 10.1.5.10 mass access to the internet គេហ្នឹងន័យថា IP ក្នុងយើង private តែចង់ access internet យើងត្រូវការគេឥឡូវមួយទៀត only one router and server required to statically address so easily workstation application is required one router and one server require static IP address ECIP administration is required នេះស្អីគេហ្នឹងចឹង static ខ្លួនឯងឥឡូវទុកសិន
PC PC only known the server slash media server. IP IP need to send data to that server. Oh, anhត្រូវការ DNS ព្រោះវាស្គាល់តែ slash media server អញ្ចឹងដល់ពេលយើងស្គាល់អញ្ចឹងយើងត្រូវការរក IP មែនទេអញ្ចឹង IP យើងត្រូវការ DNS protocol is need to replace the current static route with automatic update យើងត្រូវការពីមុនគឺមាន current static route តែយើងត្រូវការ protocol ដើម្បី automatic learn route OSPF ចុះអានេះមួយស្អីគេអានេះ only one router and server require static IP easily administer is required ចឹងអានេះដល់ត្រូវទេអញ្ចឹងមាន DHCP ជាមាន DHCP អញ្ចឹងចឹងគេថាមានតែមួយទេដែល require static គឺមានតែ one router និង one server require static address អញ្ចឹងអាផ្សេងទៀតយើងប្រើ DHCP ចឹងសំណួរគេបន្លប់យើងយើងឆ្លាតតិចចុះច្រើនណាស់ណែឥឡូវវាសួរទៀតឥឡូវយើងរៀន SMTP អានេះប្រឡងអ្នកឲ្យច្រើនណាស់មែនទេទីតាមតែគាត់ថាវាឲ្យវាមានទាញទេតែវាលីសវិញវាទម្លាក់វិញហ្នឹងហើយឈិចមើលមួយអូខេឥឡូវនេះទីមួយគឺ SNMP protocol ប្រើថាទេគេ SNMP Simple Network Management Protocol អាហ្នឹងគឺយើងប្រើដើម្បី track យកព័ត៌មានពី router track មើលថា device យើង up down អញ្ចឹងជាមួយនឹង monitoring system អូខេអញ្ចឹង FTP ប្រើតាមអីគេ file transfer អញ្ចឹងដល់ពេល TFTP ហ្នឹងយើងស្តៀងគ្នាដែរគ្រាន់ថាយើងប្រើជាមួយ update IMS router configuration របស់ Cisco router DNS យើងដឹងហើយ DHCP ដឹងហើយឥឡូវមើលសិនមើលយើងគេថា protocol convert from human reachable name to អានេះ DNS មែនទេyou assign IP address automatic DHCP protocol use HTTP and HTTPS to extend HTML base over the computer ចឹងនេះស្អីគេដើម្បីអានេះអាច FTP ឥឡូវទុកសិនconnectionless using the UDP transfer file between system អានេះ UDP គឺ TFTP protocol used to monitor manage network device SNMP reliable connection oriented service TCP transfer file អានេះគឺ FTP អញ្ចឹងអានេះគឺអត់មានណាទេអញ្ចឹងនៅទនីមួយមែនទេនៅទនីនេះមួយឥឡូវមើលសិនណាកន្លែងចូលអូខេអញ្ចឹងទី1គឺ manage អូខេទៅទៀតគឺយើងអាហ្នឹង FTP TFTP human អូខេអញ្ចឹងត្រូវអត់អញ្ចឹងអត់តែ HTML មួយ HTML មួយទៀតណាអានេះក៏សួរដែរ application layer ស្អីគេចូលឡើងធៀបទីមួយសិន one all the one on the left are various network protocol on the right are a layer of the TCP IP model assuming a reliable connection is required អញ្ចឹង reliable គឺ TCP move the protocol on the left to the right so the proper encapsulation email message sent from by a host to LAN អញ្ចឹងគឺយើងគេឲ្យប្រើតាជាលក្ខណៈ reliable protocol គឺ TCP អញ្ចឹង UDP កុំប្រើគេថា email អញ្ចឹងយើងប្រើជា email អញ្ចឹងទី1 application អីគេ SMTP ដល់ពេល transport TCP internet layer អីគេ IP ដល់ពេល network access Ethernet
chẳng như vừa hiện cái tích tới như chỗ liền ai thì bà này ủa này sẽ kia lab này cho nó qua nhóm pro mình bán dân xuống mưa và nhóm về tình mưa này tạm bớt bán thì rồi nè đã tôi chả so nó rút kiếm này việc bên tôi vậy việc nhưng nhầm đạo việt không gà lâu những án này mới tài là mới rút biết nè rồi tới miền sol muối vậy đi muối tiết cứ ngày trăm sol đá những cái số thế kỷ như thế kỷ both our router and switch are simulate console mode needed and start the remain in the ball mode. Router A and switch A need to configure operation in the private network which will connect to the internet. You have to ask the review of configuration prior to cabling and implementation. The task required to the water IS command to access running no configuration will be changed. You will connect to the A B bar console device and attach to the edge. Đầu tiên thì in the multiple choice question must be answer all of them before leaving the item. Anh này là không examคือví dụ chẳng hạn. Đầu tiên in order to score the maximum point, you will need to have the access to the switchboard and other one in order to đầu tiên configure has been disabled on the router and switch. Chẳng hạn đây môn là dân chơi chúng mua bán về dân thì họ dân số của mình nè nhưng cái thao với option security needed to modify before nó dân mưa mình chắc luôn là cả đây giờ là dân số nó khôngឧបករណ៍នឹងឃើញឥឡូវយើងមានទិស ISO យើងមើលឃើញឥឡូវសូចម្លើយគេហ្មងតែបើយើងសូគឺយើងចុចលើបើសិនតែយើងចង់សូយើងដឹងសូអត់នៅក្នុង lab គេមានចំនួនក្នុងប្រឡងគឺចឹងយើងចុចលើនេះហើយយើងវាយខមមិនសូមើលហើយយើងមើលតាមចំនួនគេទៅគេសូអីគេគេសួរថា select two option are security issue which is need to modify អញ្ចឹងអានេះតែគេ inappropriate wrong manner mode manner mistake អញ្ចឹងហើយគេហ្នឹងគេដាក់ខុសហើយអញ្ចឹងយើងសូទៅឃើញសូ running ទៅឃើញអាហ្នឹងទៅមកទៀតគេថា visual terminal line password but no it will not use អញ្ចឹងតែថាអត់ប្រើពាក្យ login អញ្ចឹងគឺយើងសូ running ទៅឃើញទាំងអស់ប៉ុន្តែក្នុងរបស់យើងគឺយើងអត់មានសូទេគឺគេអត់ទេចឹងនេះគឺជាផលការហើយចំនួននេះក៏ដូចគ្នាដែរយើងអត់មានសិទ្ធិ ISO ទេឥឡូវយើង skip 5ចំនួនហ្នឹងអូខេឥឡូវចូលចំនួនធម្មតាវិញចឹងចំនួន lab ហ្នឹងគឺ lab មួយណាតែ5ចំនួនក្នុង lab មួយហ្នឹងអញ្ចឹងក្នុង lab គឺចឹង lab នេះគឺឲ្យយើងសូហើយគេឲ្យយើងឆ្លើយចំនួនតិច5ចំនួនហើយបើយើងគ្រប់ទាំង5បើយើងតិចដល់ទៀតអញ្ចឹងវាគិតថាក្នុង5នេះគឺថាមួយចំនួនក្នុងអា5តិចបាញ់អញ្ចឹងបើយើងប្រឡងទៅគឺទៅវាច្រើនដែរ53បូកនេះ5ទៀតវាOkay, which refer to the output of the corporate user corporate router routing table stored in the graphics. The corporate router receives an IP packet with a source IP address of 192.168.2.14.20. The destination will be next. What will be the router do with the packet ចឹងឥឡូវយើងមើលថាបើសិនជាករណីម៉ាស៊ីនយើង router យើងទទួលបាន packet ហ្នឹងណាហើយវានឹង route មកនេះវាត្រូវការ send ទៅនេះ 22.0 ឥឡូវមើលនៅក្នុង network នេះមានអត់22មានអត់ទឹកមាន21មែនទេ22មានអត់ហើយ default gateway មានអត់ default gateway មានទេ router នេះមើលទាំងម៉េចដឹងថា default gateway មាន gateway online resort is not set ចឹងអត់មាន default gateway ទេចឹង router ធ្វើអីគេ drop ចូលហើយ send echo reply ICMP unreachable message ទៅ source
chẳng việc cô ta send từ interface mùi nà lâu đừng thì dừng bên ta drop hay mình việc drop cả rồi bay drop hay việc send ICMP eco missing unreachable nó từ so với bên nhà lâu dừng mưa so dừng mô tam nè đi ở đây P đọc buồn chứ P đọc buồn tam interface nè fast zone and so on chẳng hạn send từ với fast zone and so on là mưa it will discard the packet frame and it will send out to an encapsulation send out to 17ចឹងន័យថា frame របស់យើងគឺ encapsulation ហើយ send out ទៅអានេះ send out អត់អត់ទេ it will discard the frame and send IP destination unreachable to out to interface fast zone ចឹងមានន័យថាម៉េចវា discard ហើយវា send សវិញនេះសគឺមកតាមនេះចឹង send ទៅតាម interface នេះចឹងត្រូវ2ឲ្យតែយើងក្រៅតែយើង discard គឺយើង send ICP unreachable message ទៅសវិញហើយចឹងបានសបានឧទាហរណ៍យើង ping ទៅ destination unreachable យើងឃើញមានអីគេ destination unreachable destination unreachable ចឹងមានថា router យើង discard ចោលហើយវានឹង send ដល់អរយើងបានរៀនប៉ុណ្ណឹងហើយយើងដឹងហើយមែនទេវាម្ដងទៅយើងអាចមើលទៅក្រោយទៅមិនចេះទៅទៀតអានេះគេថានេះ an administrator must assign static IP address to the server in a network for network 192.20.24/24 the router assign the first usable host while the shell server given the last usable host where the following should be property in box property in IP property box on the shell server អូខេឥឡូវគេថា router assign the first IP ដល់ពេល server assign the last អញ្ចឹងធ្វើទាំងអស់នេះមួយណាដែលយើងដាក់នៅក្នុង route ក្នុង server របស់យើង IP address the last network នេះគឺប៉ុន្មាន24បាន IP ខ្លះ24 8តែបាន6ទេអញ្ចឹងរបស់យើងគឺ network គឺ24អញ្ចឹង start ទៅបាន25 26 27 28 29 30អញ្ចឹងគឺ IP គឺ30ឥឡូវមើលណា30នេះ30មាន1 2 3នេះ3ហ៎3ទៀតទៀតស្លា24 30ម៉ាស់វាមិនបាន248អញ្ចឹងមើលប្រាប់ពីមាន248ខ្លះយ៉ាងនេះមួយនេះអានេះ48អានេះ40នេះ40អញ្ចឹងគឺ C ហើយ router គឺ start IP គឺ25យល់អត់កន្លែងឥឡូវគេប្រាប់ network ប៉ុណ្ណេះគេឲ្យ network ប៉ុណ្ណេះឃើញទេទៅទីគេថាគេត្រូវការ assign IP មួយទៅ shell server ហើយ shell server គឺប្រើ the last IP ហើយ IP router គឺប្រើ the first IP អញ្ចឹងយើងប្រព័ន្ធ network ប៉ុណ្ណេះមែនទេយើងដឹងថាក្នុង network នេះគឺស្លាប់24បាន IP គឺបានតែ6 IP ទេអញ្ចឹងយើងរាប់ទៅរបស់យើងពី24យើងរាប់ពី25 26 27 28 29 30អញ្ចឹង30ដល់ IP 25ដល់ first IP នេះអានេះគឺ network ID អានេះ network ID net បើយើងគិតទៅមួយ network នេះគឺវាមាន20វាមាន8 IP យើងដក24ចេញយើងដក31ចេញយើងប្រើបានគឺយើងប្រើបានតែ6 IP ទេហើយបើស្លាស់30បាន4 IP ស្លាស់29បាន8 IP ស្លាស់28បាន16 IP យើងទាំងអស់ទាំង broadcast ទាំង network ID ពេលអញ្ចឹងសំណួរនេះគឺក្រៅសួរអញ្ចឹងគេសួរថាតើ IP យ៉ាងម៉េចយើងគួរតែអាសាទៅលើ server cell ហ្នឹងអញ្ចឹង cell server ឡា IP គឺ30 default gateway វាគឺ25ដល់ពេល subnet mask របស់វាគឺ248គេនេះមួយទៀតអានេះគឺសំណួរនេះយើងឆ្លើយត្រូវណាឆ្លើយខុសខ្លះ default administrative distance របស់ OSS ឡើងបាន AD របស់ OSS EIGRP បាន EIGRP បាន EIGRP វាល្អជាងគេបាន90 OSM បានចុះជាង100បាន120អីគេ RIP 110 OSS ចានេះត្រូវចាំផង
anh tới nhá nè nghe tao mà này OSS rồi đọc EIGRP cao sub RIP rồi pay static môi connected zero đó. Tao baca saya yang berada ni. Kalau di pram network ID dia cứ mà phải buồn mày nè.ហើយស្លាម27ទៀតស្លាម29ទៀតអញ្ចឹងបូកតែ6 IP ទៀតមកបូកតែ24ទៅ25 26 27 28 29 30ណាអានេះគឺយុទ្ធបល IP ហ្នឹងហើយ8តែយើងអា24យើងអត់ប្រើទេ network ID នេះមក31ក៏អត់ប្រើដែរប្រត់ខាងហ្នឹងហើយ network ID ថ្មីអញ្ចឹងយើងកុំខ្វល់វាសំខាន់យើងដឹងថាតើស្លាកមួយនេះបានប្រហែល IP សិនយើងដឹងថាស្លាក5ទៅសារី25 25 26 29 30 30ដុល្លារ IP អត់ថាមែនទេឡៃសំខាន់ឡៃត្រូវដឹងថានេះស្លាក24នេះបានប្រហែល IP សិនហើយគេប្រាប់អានេះគឺគេប្រាប់ថា network ID ទេអញ្ចឹងយើងដឹងថាស្លាក24បានប្រហែល IP យើងបូកតទៅយើងឃើញគេឡើយមួយទៀតនេះក៏ស្រួលដែរគេសួរថាអសិនជាwhat is the subnet or IP address នេះស្លាក28ទៅ subnet វាមិន network ID វា subnet មានន័យថា network ID ឥឡូវនេះ IP 23ស្លាក23ស្លាក23បាន IP 610អញ្ចឹងយើងគិតមើលទៅពី0ដល់16ហើយពី0ដល់15មួយ network អញ្ចឹងពី16ដល់31មួយ network ទៀតអញ្ចឹង network ID វាប៉ុន្មានអញ្ចឹង23នៅចន្លោះណាមិននៅចន្លោះ16ទៅដល់31ទេអញ្ចឹង network ID វា16យល់អត់ឡើយឥឡូវសួរចេះស្លាក23បាន IP 16អូខេអញ្ចឹង IP យើងបន្តាពី0ទៅមែនទេអញ្ចឹងពី0ដល់15មក network ហើយអញ្ចឹងមួយទៀតពី16ដល់31មក network ទៀតអញ្ចឹងយើងសួរថា IP របស់យើងនៅចន្លោះណាយើងកុំគិតអា23ហ្នឹងខ្ញុំអញ្ចឹងខ្ញុំរាប់ឲ្យយើងមើលហ្នឹងគេយើងមាន16មែនទេអញ្ចឹងរបស់យើង IP មួយ network យើងគឺពី0ទៅដល់15មក network ទីពី16ទៅដល់31មួយ network ទៀតអញ្ចឹងសួរថាតើ IP 23នៅចន្លោះណាមិនចន្លោះពី16ដល់31 31ប្រត់ខា16 network ID អញ្ចឹង network ID 16ហ្នឹងស្លាក39ស្លាក29 8ស្លាក20ស្លាក28 16ហ្នឹងហើយស្លាក27 32ស្លាក26 64អញ្ចឹងទៅយើងគិតអាណាមួយក៏បានដែរគេឡើងមើលមួយទៀតគេថា network and sister គឺបានរកឃើញបញ្ហានេះតែគេរកឃើញបញ្ហាអីគេគេថា the remote network នេះ10 172.16.10.0 ហើយ172.16.20.0 ហើយ172.168 172.16.30.0 នេះare accessed through the central router serial zone ឬ zone interface no user able to access 20 នេះ after review the output zone the graphic was likely the problem ចឹងគេថាម៉េចឡើងមើលសិនរូបនេះគេថា remote network មាន3មាន10 20 30ក៏ប៉ុន្តែអា10 20 30នេះគឺaccess through the central មានថាយើងទៅតាមរយៈ serial នេះ serial zone នេះគ្នាមែនទេ10 20 30អូខេតាម serial zone នេះគ្នាក៏ប៉ុន្តែមូលហេតុអីបើយើងអត់សេអានេះអត់បានអា20នេះអត់បានឡើងមូលហេតុ
gateway ខ្លះនេះជាប់នេះនៅក្នុងអីគេទេមេរៀននេះគិតមើលសិនក្នុងរៀបរៀនរៀបអញ្ចឹងគឺវាមកអាមក20នេះគឺមកតាម 150.15 យើង 150.15 តាមណាតាម fast 0 ឬ 0 អញ្ចឹងវាអត់ទៅតាម serial ទេcentral router not receive update ស៊ីណានេះបានមួយទេខ្ញុំ static គេវាយ command static អញ្ចឹង static យើងវាយខុសទៅអូគេថានេះចេញតាម serial ចុះដល់ពេលយើងអត់ដាក់តាម serial វាមិនខុសមែនទេអូខេអញ្ចឹងគេថា108 is not located the central routing table incorrect static route អញ្ចឹងខ្ញុំថា C ហ្នឹង incorrect static ព្រោះវាចេញតាម serial វាដាក់តាមនេះណាអា 16.15 នេះចេញតាម interface គេអានេះចាយតាមនេះនេះឥឡូវនេះ file ethernet លើយើងមើលអានេះអា neighbor នេះគឺវាទៅតាមមួយនេះត្រូវទេព្រោះដើម្បីវាទៅតាមនេះវាមិនរកមើល internet វារកមើល network connectivity វាអញ្ចឹងរាវវា150នេះចេញតាមណាចេញតាម fast 0 ឬ 1អញ្ចឹងគឺខុស ethernet ខុស static drive យល់ឡើងហ្នឹងគេសួរថាចេះ network 3នេះ10 20 30នេះគឺវាជា remote network ហើយបើចង់ access វាគឺទៅតាម serial 0 លើ 0 ក៏ប៉ុន្តែគេថាផ្សេង access បានតែមូលហេតុអីបាន access ទៅអា16 20នេះអត់បានហើយយើងមើលក្នុង routing table ចឹងដល់ពេលគេមើលទៅគេថាអា2នេះគឺបានមកពី RIP នេះ10និង30បានពី RIP ចឹង access បានធម្មតាព្រោះវាលើតាម serial 0 លើ 0ដល់ពេល20បានតាមអីគេតាម static route ហើយយើង point ទៅរកអា network នេះ172នេះហប់នេះគឺ172.16.150.15សួរថានេះចេញតាម serial ដែរអត់អត់ទេគឺចេញតាមនេះតាម file ethernet នេះលើចឹងខុសហើយអត់យើងចម្លើយនេះថា incorrect static drive អានេះវិភាគបញ្ហាមួយទៀតដែរគេថានៅរូបខាងក្រោមនៅឲ្យគេថា output is from the router in the large enterprise from the output determine the role of router ចឹងគេថា router នេះព័ត៌មាននេះគឺយើងបានមកពី router មួយជាលក្ខណៈ enterprise network អូខេគឺបន្តិចគេសួរថាតើ router យើងនេះយ៉ាងម៉េច core router execute internet gateway router WAN router with central remote hub to the remote side remote stop router at the remote side អញ្ចឹង router នេះគឺ router មួយដែលមានតែ2 network ហើយវា connect មាន default route មួយទៅខាងក្រៅអញ្ចឹងបើសិនជា central router វាគាត់ជាមាន routing table អីច្រើនទេមែនទេមាន RIP OSN អញ្ចឹងវាមានជា central ឬមានជា core ទេហើយក៏មាននៅក្នុង EQ ដែរជា WAN នៅក្នុង central WAN central អត់ស្គាល់ទេ WAN central វាត្រូវការមាន interface អីច្រើនអញ្ចឹងខ្ញុំគិតថាវាជា remote stop ចុះព្រោះវាមាន interface មួយ connect ទៅក្រៅហើយ interface 2 connect មក LAN អញ្ចឹងវាដូចជាឥឡូវខ្ញុំមើលសិន remote stop ទៅអត់អូខេអញ្ចឹង remote stop នេះត្រូវដោយសារអីគេឥឡូវវាវិភាគវិញអស់គ្នាគេថាបើសិនជាវាជាលក្ខណៈ core router វាអត់ដែលមានតែ static អត់ដែលមាន static default route មួយទេវាគឺគាត់ជាមាន OSPF ឬ BGP មានអីទៀតច្រើនហើយ routing table ក៏មានប៉ុណ្ណឹងទេទៀត the XQ internet gateway បើសិនជា XQ internet gateway ប្រកាសជាមាន internet load balancing ហ្នឹងណា XQ មិនដែលប្រើមួយ link ទេមែនទេយើងគាត់ជាមាន2 3 link ឬក៏យើងមាន protocol BGP ទៅក្រៅមួយទៀត the WAN router at the central WAN router ក៏វាមិនមែនមានតែមួយផ្លូវដែរ WAN គឺមានច្រើនហ្នឹងហើយអញ្ចឹង central side គឺមិនដែលមានតែមួយផ្លូវទេអញ្ចឹងមួយផ្លូវគឺឃើញតែមាន default route មួយគឺហៅថាជា stop router មានន័យថា router ដែលមានច្រកចេញតែមួយយើងយល់ពាក្យថា stop មានន័យថា router ទាំងឡាយណាដែលមានច្រកចេញតែមួយគឺជា stop router ឥឡូវមួយទៀតដែរគេថាបើយោងតាមរូបភាពខាងក្រោមបើយើងគិតពី security
បើយើងព័ត៌មានទាក់ទងជាមួយនឹង RTA include platform IP addresses should not be accessible from internet. The information, however, to be accessible in the internal យើងន័យថាព័ត៌មានទាក់ទងជាមួយនឹង IP address ទាក់ទង platform គឺយើងអត់ឲ្យ internet ស្គាល់ទេតែក្នុង internal គឺស្គាល់ធម្មតាអញ្ចឹងយើងសួរថាតើ command នៃគេដើម្បីបំពេញតួនាទីនេះអញ្ចឹង command ហ្នឹងខ្ញុំបង្ហាញស្រាប់បាច់ command នៃគេដើម្បីប្រាប់យើងថាយើងធ្វើម៉េចបិទកុំឲ្យគេយកព័ត៌មានរបស់យើង IP address platform version IS អីគេបិទចេញកុំឲ្យ internet យក no CDP run បិទទាំងអស់ no CDP run នេះវាយក្នុង global mode ហ្នឹងក្នុង interface យើងវាយព័ត៌មាននៃគេវាយ command នៃគេត្រូវអញ្ចឹងក្នុង interface យើងវាយ CDP enable ដើម្បីបើក no CDP enable ដើម្បីបិទបើសិនតែយើងចង់បិទទាំងអស់ហ្មងគឺយើងវាយក្នុង global mode យើងវាយថា CDP run ឬក៏ no CDP run អញ្ចឹងគឺអានេះគ្នាចូល interface serial 0 ហើយបិទវាគឺ no CDP enable អញ្ចឹងយើងគេដាក់នេះមួយទៅដល់នេះខ្ញុំធ្លាប់បង្ហាញឲ្យម្ដងដែរនេះអញ្ចឹងយើងអត់មានរៀនទៀតទេអូខេអានេះគេថាបើសិនជាយើងមើលតាមរូបភាពអង្ក្រងបើសិនជាមានស្អីគេ the two connected អញ្ចឹង switch port មាន2 connect ហើយរវាង A និង B ហើយគេថា switch are not turning to orange to green អញ្ចឹងវានៅតែ orange ដែរ what should be the most efficient step to this physical layer អញ្ចឹងគេថាបើសិនជានៅក្នុង switch port នេះ port 2នេះវាអត់ពណ៌វាគឺពណ៌អត់ពណ៌ green អញ្ចឹង green បៃតងនេះវានៅតែពណ៌ orange ពីក្រូចអញ្ចឹងមូលហេតុអីគេអត់មូលហេតុអីគេ ensure the Ethernet encapsulation match on the ឥឡូវ Ethernet encapsulation គឺអត់មានទាក់ទងទេអានឹង default Ethernet ហើយអញ្ចឹងយើងមិនដែលកែវាយ encapsulation នៅលើ Ethernet ទេមែនទេរហទៅមកទៀតគេសួរថា ensure the cable A and B is straight through អញ្ចឹងត្រូវអត់មើលថាខ្សែពីរហ្នឹងគឺជា straight through ព្រោះវាជាបញ្ហា physical ឥឡូវពីរនេះប្រើខ្សែ straight through ឬប្រើខ្សែ crop ពី router ទៅ switch ពី switch ទៅ computer ចុះបើសិនតែពី computer ទៅ router អូខេយ៉ាងនេះមួយ ensure the cable A is plugged into the trunk port cable A to trunk port អញ្ចឹងពី switch មក computer ប្រើ trunk port ឬក៏ access អញ្ចឹងគេថាឲ្យមើលថាម៉េចអា port នេះគឺជា trunk អញ្ចឹងខុសណា ensure the switch has power អញ្ចឹងបើ switch អត់ power មិនវាចេញពូអានេះវាមិនត្រូវអានេះបើសិនតែគេជ្រើសរើសអានេះគឺចប់ហ្មង reboot the device យកជ្រើសរើសហ្មង3 reset all the cable reset ន័យថាដកឲ្យបើវិញអញ្ចឹងឥឡូវយើងគិតចម្លើយមួយណានេះពីរនេះ reboot all the device គេតាមពិតចម្លើយនេះគឺគេយក D តែខ្ញុំមិនដឹងមូលហេតុអីគេយកអាហ្នឹងព្រោះបើសិនជានៅក្នុង exam គឺអត់មានរើស3ទេរើសតែ2ទេក្នុង exam ខ្ញុំប្រឡងចែកណាគាត់ប្រឡងចែកសំណួរប៉ុណ្ណឹងតែគេឲ្យចម្លើយជ្រើសរើសគឺជ្រើសតែ2ទេ choose 2អញ្ចឹង choose 2គឺប៉ុណ្ណេះត្រូវហើយបើ choose 3ចម្លើយមានបញ្ហាព្រោះអានេះគឺគេថែម ensure that the switch has power ហើយបើ switch អត់ power មិនចេញពណ៌ធ្វើទៅក្រោយមែនទេវាអត់ logic ហ្មងណាអញ្ចឹងចម្លើយគឺដល់ខ្ញុំប្រឡងខ្ញុំចាំបានចំនួននេះអ្វីដែលខ្ញុំស្រេចគេព្រោះយើងគួរវិភាគទាំងអស់គ្នាវាមិនគួរជ្រើសរើសយកចម្លើយទីទេដល់ពេលនេះគេយកទីហើយដល់ពេលប្រឡងចេញមកខ្ញុំភ័យអាហ្នឹងដល់ពេលចេញគឺឲ្យរើសតែពីចម្លើយអញ្ចឹងគឺខ្លួនវិញចែកអានឹងមួយព្រោះសំណួរនេះខ្ញុំនៅចាំដោយសារអីដោយសារសំណួរនេះខ្ញុំវិភាគខ្លាំងមែនទែនព្រោះយើងគិតមើលឥឡូវវាចាញ់អញ្ចឹងហើយយើងមិនវិភាគមិនក៏យក D សំណួរនេះខ្ញុំធ្លាប់ចាំ
reboot all device មានតាកតងអី reboot ក៏អត់មាន have អីបានដែរ reboot ទាំង computer ទាំង router ទាំងអីវាមិនដែលគេមាន reboot switch ណា reboot all device ហ្នឹង all device 6ទៀតហ្នឹងយើងនៅឧបករណ៍ទាំងអស់អញ្ចឹងយើងចាំខ្លួនឯងមួយតានេះចំនួននេះមានបញ្ហាមួយដែរនេះ3វាថយទៅយើងថយបានហ្នឹងតែគេថាអញ្ចឹងហ្នឹងខ្ញុំមកគិតចឹងខ្ញុំថារឿង3ខ្ញុំថយយកហ្នឹងហើយពេលចេញមកឲ្យរឿងតែ2សួយសំណាងវិញខ្ញុំបើខ្ញុំតាមពិតហ្នឹងហើយព្រោះនេះវាអត់ត្រូវហ្មងខ្ញុំគិតថាចង់យកអានេះខ្ញុំចង់យក reboot all device ថា3ថយខ្លួនឯងគិតចឹងដែរប៉ុន្តែដល់ពេលចេញមកគឺតែ2ចំនួនហើយចំការវាឲ្យយើងរឿង3មានតែចំនួនវាចេញចម្លើយតែ2អានេះក៏អត់ត្រូវដែរណាហើយដោយសារតែយើងឧទាហរណ៍តែយើងជ្រើសរើសចម្លើយ2នេះយើងវាគាត់តែអូនេះ cheating មួយតាម website ហ្មង Juniper ធ្វើចឹង Juniper យើងមើលវាប្រឡងហើយយើងមើលថាតើយើងប្រឡងនឹងយើង click តាម website ប្រហែលភាគរយថានេះ click តាម 100% គឺសញ្ញាបត្រដកចេញប្រឡងអស់ 3% វា100ដែរហើយបាត់ឈ្មោះយើងកុំអោយប្រឡង2ឆ្នាំទៀតយើងយើងប្រឡងថាសម្រួលថាមានបញ្ហាយើងកុំថយឯងអស់ជាងពិចារណាដែលត្រូវដែរតែឥឡូវមួយទៀត which command can be which command can you use to manually assign IP versus ជាលក្ខណៈ statically ឬ interface command ណាដែលយើងត្រូវឥឡូវ command ទី1ត្រូវអត់ទី1អត់ត្រូវទេអញ្ចឹងមានចម្លើយត្រូវគឺមានតែ D ហ្នឹងអញ្ចឹង D យើងទៅបើយើងចាំឲ្យខ្លួនឯងហ្នឹង IP versus address ឲ្យដាក់ address មកឡាឥឡូវសំណួរនេះមួយទៀតនេះសំណួរនេះក៏ស្រួលដែរមានបញ្ហាទេស្គាល់កម្មវិធីពុទ្ធីអត់កម្មវិធីពុទ្ធីប្រើតែគេសម្រាប់ remote នៃ internet ឬ SA សម្រាប់តាម serial console អីចឹងទៅអញ្ចឹងគេថា administrator គឺប្រើប្រាស់ម៉ាស៊ីនជាលក្ខណៈ Windows ហើយគេប្រើប្រាស់កម្មវិធីមួយឈ្មោះថា Putty ដើម្បី remote ទាក់ទងជាមួយនឹង switch ដើម្បីដោះស្រាយបញ្ហាអញ្ចឹងគេសួរថាតើ which protocol ដែលអាចប្រើប្រាស់ទាក់ទងជាមួយនឹង Putty ហ្នឹងដើម្បី remote ហ្នឹងអញ្ចឹង2គឺមាន Ethernet SA ចឹងណា SNMP ប្រើតាម Putty កើតទេ ADP ប្រើតាម Putty កើតទេ Almond ក៏បានដែរជាងអា2ហ្នឹងឯង Telnet គឺអត់មាន encryption ទេដែលយើងចូលឲ្យមើលថ្ងៃមុនវាយ password មិនគឺ capture មកឃើញ password ចឹងលើចូលឲ្យមើលដែរអូនមុនតែ SA គឺអត់មាន encrypt ទាំងអស់យើងល្អជាងអូខេឥឡូវមួយទៀត What should be the part of comprehensive network security plan អូខេឥឡូវយើងធ្វើម៉េចដើម្បីឲ្យ network security យើងជ្រើសតែមួយទេ allow all user to develop their own security approach យើងឲ្យ user មួយគឺធ្វើម៉េចការពារ security ខ្លួនឯងទៅខ្ញុំ strategy តាមណាក៏បានដែរហើយអត់ឥឡូវយើង admin វាគួរឯមែនទេគេថា physically secure network equipment from postal access by unauthorized individual អញ្ចឹងយើងការពារ security network equipment ដោយកុំអោយអ្នកដែលអត់មានសិទ្ធិ access ទៅប៉ះពាល់អាចមួយដែរហើយមួយទៀត encourage user to use the personal information in their password to minimize likelihood password being forget អញ្ចឹងថាឲ្យ user នឹងប្រើប្រាស់ password មួយដែលងាយស្រួលសម្រាប់ចំណាំខ្លួនឯងកុំឲ្យងាយផ្លេចហើយណា delay deployment of software patch and update until they affect the end user equipment អញ្ចឹងដែលថាយើងនិយាយពេលកុំឲ្យកុំព្យូទ័រ update software ឬក៏ antivirus អីចឹងទៅខ្លាចហ្នឹងទោះថាកុំព្យូទ័រមានបញ្ហាចាំ update ហើយទៀតហ្នឹងminimize network overhead by deactivating automatic antivirus កាន់តែឆ្ងាយយើងថាធ្វើម៉េចកុំឲ្យ network វាយឺតអញ្ចឹងយើង disable automatic update antivirus ចោលទៅយើងឥឡូវសំណួរនេះគឺយើងងាយស្រួលវិភាគណាគេថាយើងអត់មានស្តៀងសោះគឺខុសទាំងអស់យើងអញ្ចឹងចម្លើយគឺមានតែមួយហ្នឹងឯងសំខាន់បងអត់ចេះទេ
ឥឡូវយើងមើលពីអង់គ្លេសណាអត់ចេះមើលមើល deactivating deactivating deactivate យើងន័យថាបិទចោល deactivating បិទចោល software ផាច់អាហ្នឹងទាក់ទងជាមួយនឹងអាពេលយើង download software អីវាមានផាច់វាមែនផាច់ហ្នឹងដូចជា software មួយសម្រាប់យើងដូចយើង Crack ក៏មានដែរយើងអាចចុចផាច់ទៅអាហ្នឹងដូចគ្នាយើងគ្រាន់តែផាច់ជា software មួយសម្រាប់បន្ថែមចន្លោះកំហុសដែលវាមានបញ្ហាយើងដូច Microsoft ចឹងវាមានផាច់វារហូតបើយើង update ផាច់ចូលឡើងទៅ Windows យើងគឺ error ដោយសារ Windows យើង Crack ពេលយើង update ផាច់វាមិនចាប់ license ចាប់ license Windows យើង blacklist ហ្នឹងតែបើយើងឡើងមាន license ក៏មានបញ្ហា likelihood ហ្នឹងគឺមានន័យថាminimize likelihood ដូចថាយើងនឹងគឺពិបាកហើយ password ហ្នឹងគឺងាយផុសងាយភ្លេច protect the minimize likelihood ន័យថាបញ្ហាកើតឡើងជាតាហេតុដោយភ្លេច password អញ្ចឹងវាមានបញ្ហាបើថាដាក់ password strong ពេកយើងអាចមានបញ្ហាដែរភ្លេច password តែអាហ្នឹងគឺយើងអត់ recommend ឲ្យដាក់ password ងាយស្រួលទេន័យថា personal information ដូចជាអីគេឆ្នាំកំណើតឈ្មោះអញ្ចឹងណាលេខទូរស័ព្ទអីចឹងណាកុំដាក់អាហ្នឹងអូខេឥឡូវមួយទៀត which two of these statements are true or IP version 6 address representation ចឹង IP version 6ហ្នឹងគឺវា representation បាច់ឥឡូវមើលទី1គេថា there are 4 type of IP version 6 addresses យើងគេថា IP version 6 address គឺមាន4ប្រភេទ unicast multicast anycast and broadcast IP version 6អត់មាន broadcast ណាមានតែ unicast multicast ហើយនឹង anycast អូខេមួយទៀតគេថា a single interface may be assigned multiple IP version 6 address or anytime យើងនិយាយថា interface មួយអាចដាក់ IP address version 6បានច្រើនអត់ច្រើនមែនតាយើងដាក់ប្រហែលក៏បានដែរដាក់ IP link local ផងដាក់ IP address វាផងដាក់បានច្រើនអានេះបានច្រើនជឿថាវាយមើលវាយ IP បើយើងវាយ IP address version 4ធម្មតាវាយហើយវាយម្ដងទៀតលុបចោលអាចារ្យបើ IP version 6វាយអានឹងហើយវាយអាក្រោយមួយទៀតអត់លុបចោលទេជប់ទាំងពីរយើងវាយ IP address version 6ដាក់ address ហើយទៅទៀតយើងកុំលុបវាយើងវាយ address ផ្សេងមួយទៀតគឺអត់លុបអត់ replace ទេគឺនៅទាំងពីរហ្នឹងមកយើងចូលក្នុង interface វាហើយយើងវាយ IP version 6 address ដាក់ address មួយមកអញ្ចឹងបើសិនជា IP version 4យើងវាយហើយវាយម្ដងទៀតគឺ replace អាចារ្យចោលហើយយកតែថ្មីទេ IP version 6វាយប្រហែលនៅទាំងអស់ហ្នឹងយើងមិនដាក់បានដល់ទីផងច្រឡំវាយគឺវាយកអាមួយជាគេថាបើសិនជាខ្លាច n rank ជាមួយវាស្គាល់ជាមួយ IP ដែល rank ជាមួយវាទៅហេអញ្ចឹងគេថា every IP version 6 interface contain at least one loopback address មានតែលុបតែយើងអត់ចង់លុបយើងវាក់វាយឡើងវិញវាជាប់ទាំងអស់ហ្នឹងហើយយើងអត់លុបអោយទេគេថាវាយដែលយកតែមួយនេះដែលវាដូច replace ហ្នឹងតែ IP ខុសគ្នាអត់វាពីរឬពីរផ្សេងគ្នាហ្នឹងចឹងគេថា role interface ទាំងអស់គឺដាច់ខាតត្រូវមាន loopback address មួយត្រូវមាន loopback ទេនឹងមានតែ link local ហ្នឹងណាចឹងគេថា the first 64 bit represent dynamic create by interface គេថា64 bit ដំបូងហ្នឹងគឺជា address ដែល create dynamically generate by interface យកមក address មក present ហើយយក FFE ហ្នឹងដែរអានេះខាងក្រោយទេអា64 bit ខាងក្រោយទេខាងមុខគឺយើងបើកខ្លួនឯងយើងខុសទៀតយើងគេថាមួយទៀតគេថា leading 0 in the IP version 6 64 bit hexadecimal field are mandatory mandatory គឺចាំបាច់ហ៎ mandatory ដូចជាចាំបាច់អញ្ចឹងគេថាបើសិនជា leading 0 in the
the first 64 bit represent the dynamically created interface ID ខ្ញុំមើលអានបន្តិចណា the first 64 bit represent the dynamically create interface ID ចឹងមានន័យថាវាត្រូវបាន automatically create interface ID interface ID ដូចខាងក្រោយហ្នឹងចឹងចំនួនខុសហើយឥឡូវមើលខ្ញុំគិតថាត្រូវអាចអាក្រមនេះ leading 0 in IPv6 ចឹងឥឡូវខ្ញុំយកអាក្រមចឹងវាចាំបាច់ចុះ every IPv6 interface contain at least one loopback address ជាង loopback address មិនទៅកន្លែងហ្នឹងឥឡូវយើងមើលគេបញ្យល់មានអត់បើ link local មិនត្រូវបើ loopback address នេះមាន loopback អត់មានទេ loopback address វាដូចជាឧទាហរណ៍ក្នុងទីរបស់យើង loopback address បាទ128 127.00.1 ចឹងក្នុង router loopback តែយើងអាសាខ្លួនឯង IPv6 មាន loopback មួយណាមាន link local បើសិនវា set address link local អូខេត្រូវបើ loopback អត់ត្រូវទេឥឡូវមើលអាក្រមនេះវាអត់ត្រូវ leading 0 in the IPv6 64 bit hexadecimal field are mandatory ចឹងន័យថាបើយើង leading 0គឺវាចាំបាច់ leading 0មានន័យថាម៉េចមានន័យថារាល់0ទាំងអស់ខាងមុខគឺយើងលុបចោលចឹងខ្ញុំឥឡូវខ្ញុំយក e បើសិនជាកន្លែងនេះគេកែដាក់ថាlink local អូខេ 100% ត្រូវរបស់គេevery interface at least have one ចឹងវាអាចមានច្រើនព្រោះ link local យើងអាចស្ដារខ្លួនឯងក៏បានដែរវា generate បន្តិចក៏បានដែរ multiple ហ្នឹង multiple address ហ្នឹង address Thai យើងដាក់ unicast បានច្រើនយើងដាក់ link local ក៏បានអញ្ចឹងកន្លែងនេះគឺបើសិនដាក់ link local ខ្ញុំធានា 100% ត្រូវរបស់គេតែដល់ពេលគេដាក់អីគេ loopback នេះមកពីណាអូខេឥឡូវចាំសំណួរនេះមួយយើងគ្លិកខ្លួនឯងទៅទៀតឥឡូវនេះគេថា administrator cannot connect to the router using SH ទៅមកទៀតគេថាពេលដែលយើងសcommand ហ្នឹងមូលហេតុអីហើយបានមូលហេតុអីដល់មើលពេលតបានថាតែចូល SH ចូលទៅអត់ចឹង interface នឹងតបានហ្នឹងខាងតែចូលចឹងគេសួរថាតើបញ្ហាណាដែលយើងត្រូវដោះស្រាយឥឡូវ interface នៅក្នុង layer ទីម៉ាន layer 1ហើយ layer 1 app ហ្នឹង physical link app ហ្នឹងអានេះ protocol ហ្នឹងគឺ layer 2 layer 2គឺ data link ខុសខ្លះត្រូវពេកនេះម្ល៉េះអូអានេះច្រើនតិចដែរតែសំណួរវាតិចដែរឥឡូវយើងមើលរូបតាមរូបខាងក្រោមគេថានៅពេលដែលមនុស្សម្នាក់គឺបាន send file ពីម៉ាស៊ីនពី network A ទៅ network A ជា network A នេះទៅ network A ជា XYZ ចូលនេះនៅក្នុង network នេះអូខេឥឡូវ send file ហ្នឹងណា the company សំណួរតអានតគ្នាសិន JX company to server set ចឹងន័យថា network A នេះនៅក្នុងក្រុមហ៊ុននេះជាយាមផ្ញើមក server ក្នុងក្រុមហ៊ុននេះ the file transfer fail the host on the network A can communicate with the host in the network A which command issue on the router RTA would see the most helpful ចឹងមានថាម៉ាស៊ីននៅក្នុង network A គឺស្គាល់គ្នាប៉ុន្តែវា send មកក្រៅគឺអត់ស្គាល់អញ្ចឹងយើងប្រើ command key ដើម្បីមើលក្នុង router A នេះ
so អីគេ so history មើលគេឃើញគេឃើញ IMF version វិញហ្នឹងមានគេដឹងថា rich ឬអត់ so controller មើលគេមើលទៅតងនឹង interface controller តែ so history ក៏អត់ត្រូវ so flash មើលឃើញថា flash memory storage IMF ហ្នឹងអញ្ចឹងមាន so interface ពេញ up down មើលឃើញយ៉ាងនេះខ្លះ up down ទៅអត់មានតែរើសតែមួយហ្នឹងអត់មានផ្សេងទៀតផងនឹងយកតែមួយហ្នឹងទីសងមួយចឹងឥឡូវនេះសំណួរនេះដល់ថាយើងថារូបភាពក្រុម user cannot reach web server on internet but other department are not having any problem or the most be like problem ចឹងគេថាម៉ាស៊ីនមួយនេះគឺ access ទៅ web server បានតែម៉ាស៊ីនផ្សេងទៀត no problem មូលហេតុអីឥឡូវមូលហេតុអីគេឥឡូវគេថាម៉ាស៊ីននៅក្នុង department នេះ access បានតែផ្សេងទៀតបញ្ហាទេ IP routing is not enabled អានេះយើងមើលមិនដឹងវាប្រាប់យើងផងតែផ្សេងទៀតមានអត់មានបញ្ហាមានថា routing is enabled មែនទេគេថា default gateway is not the same subnet default gateway is not in the same subnet ណានេះមើលស្លាប់25 default gateway ចុច1ចុច2ហ្នឹងស្លាប់24ជាមួយគ្នាទៅជាមួយគ្នាអត់ subnet មួយគ្នាអត់អញ្ចឹងនេះខុសហើយចម្លើយនេះខុស The DNS server address is not reachable by PC DNS is not reachable DNS server reachable មានន័យថាយើង configure DNS ហើយអញ្ចឹង configure DNS ហើយបើសិនជាម៉ាស៊ីនយើងទៅប្រើបានគឺ reachable ហើយតែយើងប្រាប់គេប្រាប់ថា DNS IP បានផងណាក្នុងនេះបើយើងវាយ IP config/all អត់ឃើញ DNS វាយ IP config មើលមិនឃើញណា all ឃើញមាន DNS អត់ចឹង DNS អត់ដាក់ IP DNS មែន file server DNS អត់ឃើញ DNS វិញឥឡូវមើលសំណួរទៀតសិន DHCP not NAT has not been configured on a router that connect to internet អញ្ចឹងមានបញ្ហា DNS ហ្នឹងយើងប្រភេទ DNS ផងអញ្ចឹងពួកយើងមើលយល់ស្របអត់ឡើយយកព្រោះឲ្យវាថាអាផ្សេងទៀតទៀតអាសេទៅបានអញ្ចឹងមានឋានៈវាមានបលហើយមែនទេទៅមកទៀតគេថាអាចមួយណាអា proxy មិនបាច់ដាក់ក៏បានដែរឥឡូវមើលទៅយើងអត់មាន DNS resource មែនជឿអត់ដាក់ IP DNS ផងទៅមិនរួចអញ្ចឹងត្រូវហើយយើងយើងបង្កើតពីយើងប្លង់ជាប់ហ្នឹងឥឡូវមួយទៀតគេអានេះគេថា IP version ណាដែលត្រូវឥឡូវមើលមើល A ត្រូវអត់ត្រូវខុសឃើញមានចុច2 2ដងចឹងខុសហើយ B មើលមើលរកមើលបានអូខេ1 2 3 4 5 6បាន6ហ្នឹងប៉ះ2ទៀតC មានអក្សរ W X អីណាđây អានេះវាឆ្ងាយមែនទេព្រោះយើងមានអក្សរ F ទេអញ្ចឹងចម្លើយគឺអានេះមាន2000បានដែរអាចយើងគឺលេខពីលេខ0រហូតដល់អក្សរ F ហើយចំណុះហ្នឹងគឺត្រូវហើយមាន8អុកធីតក៏8គេថាអុកធីតគេហៅពីនៅកលមុនក៏ក្រុមហ៊ុនខ្ញុំគេដាក់ឈ្មោះថ្មីដែរ Jaswasta គេមកឡោះហៅឈ្មោះ Jaswasta ណា Jaswasta ហ្នឹងដូចមកប្រឡោះព្រោះកលមុនគេមានរឿងតុក្កតាមួយជា Jaswasta យើងលើកមើលចាស់តុក្កតាជេកកលមុនតែកលមុននេះយើងចាស់ហើយវានេះគេយកទៅប្រើច្រើនណាស់
còn muốn của nhóm hàng IP versus specialized những nhóm là trend cho nó trend obsolete này rồi những cái job bị chả xóa san được rồi chẳng thì bây giờ lagi rồi cuma đã ba này đã fail mà lại đi đã fail mà mình thấy how opin anh đang lên nè ý cái này khi pi chơi pi nó tầm nang coi lo so là cứ chơi pi nó ngày tầm nang họ ai chơi pi cứ đại khăn nên tầm mùi đi nó nữa còn ai bên chơi pi pi lo hay chơi pi cái này phó cực khổ dẫn vô đấy IP phó khắp học hết đây là fail anh đi học fail là một tiên thì số thà ra comment này dương quay nó nên cô nó cái kia mà mongคือប្រើមួយហើយយើង add មកតែគឺ statically ទៀតគឺយើងប្រើពាក្យ sticky ហ្នឹងបើ sticky យើងឲ្យវា automatic learn ហើយ add ចូលក្នុងពេកអានេះគឺយើង add static ហ្មងឥឡូវគេថាម៉េច ensure that only one device with MAC address ប៉ុណ្ណឹង will be able to connect to that port it inform that the switch that traffic dis distinct to MAC address ហ្នឹងគឺ should be set to វានិយាយ should only be sent to that port is being configured ចុះបើសិនជាម៉ាស៊ីនអត់បានត port ហ្នឹងមកវា send មកនឹងដែរចុះ send ទេអានេះសំណួរនេះវាថាឲ្យ switch ទៅគឺឲ្យតែឃើញ MAC address ហ្នឹងឲ្យ center destination MAC address ហ្នឹងគឺ center port ហ្នឹងហ្មង center port ដែលយើង configure ហ្នឹងហ្មងចុះបើសិនតែម៉ាស៊ីនយើងអត់បានតទៅលើ port ហ្នឹងផងវា send ដែរករណីយើងដកម៉ាស៊ីនអត់ port អត់ up អញ្ចឹងសួរថាមាន traffic send អត់ហ្នឹងអត់ send ទេ send ពីណាពីណាអូខេឥឡូវមួយទៀតឥឡូវខ្ញុំដឹងអត្រង់ A ឥឡូវមួយអត្រង់មួយទៀតគេថា it will act like the access list and that port will filter the MAC address that have source and destination អញ្ចឹងគេថាវាដូចជា access list អញ្ចឹង port ហ្នឹងគឺ allow ទៅ traffic ដែលជាម៉ាស៊ីន destination អានេះឬ MAC address source អានេះអញ្ចឹងអានឹងអត់ទេគឺយើងទៅ port utility ម៉ាស៊ីនណាដែលអាច support ជាមួយ port ហ្នឹងthe switch will shut down the port of any MAC address អានេះបើសិនជា MAC address ម៉ាស៊ីននេះដកចូលមក port ដកមកដកមិនកើតអានេះយើង allow ម៉ាស៊ីនហ្នឹងឯងអញ្ចឹងយើងឥឡូវបើសិនជាចំនួននេះយើងភាគត្រូវអត់ចាំអត់ហ្នឹងខ្ញុំឲ្យយល់ខ្លួនឯងណាខ្ញុំអត់អីទេខ្ញុំយល់ហើយឥឡូវមួយទៀតឥឡូវគេថាបើសិនជា network administrator network administrator គឺជាយាមដោះស្រាយបញ្ហាទាក់ទងនឹង connectivity នៅលើ serial interface ហើយក៏បានសូរ៉ានមើលលើ interface ហ្នឹងចាឥឡូវសូរ៉ានហើយសួរថាបញ្ហាអីគេឥឡូវ2នេះ serial 2នេះខុសអីគេសូរ៉ាន serial នេះគឺ IP 5.2អានេះប៉ុន្មាន 5.1 អានេះ IP address ដូចគ្នាណាអូខេទៀតមកទៀតអានេះគេដាក់ថា encapsulation point to point ចានេះអត់មាន encapsulation ជា default serial interface encapsulation អីគេខ្ញុំឲ្យមើលសិនមក encapsulation វា default អីគេចូល interface serial default ចឹងអត់ដឹងអញ្ចឹងជា default គឺ encapsulation វាគឺ HDLC High Level Data Link Control Protocol ចាំអត់ហ្នឹងហើយអូខេអញ្ចឹងបញ្ហាដែលសំខាន់បំផុតគឺ encapsulation ខុសមក layer 2 framing mismatch configure ខ្ញុំសំដៅបើ serial cable is bad MTU is incorrect MTU configure ដូចគ្នាដែរ IP address is not correct layer 2 framing is misconfigured អញ្ចឹង layer 2 frame layer 2 framing encapsulation ហ្នឹងឥឡូវត្រូវអត់មានតែន័យនឹងមួយថាខ្ញុំកាត់ន័យខុសអាចខុសតែដឹងតែបញ្ហាគឺនៅក្នុង layer 2 គឺ encapsulation ហ្នឹងឯងយើងមើលកន្លែងនេះដាក់ encapsulation point to point អញ្ចឹងខាងនេះត្រូវដាក់ encapsulation point to point នេះអត់ស្គាល់បើយើងមកខាង point to point មកខាង point to point មកខាង ADLC មិនស្គាល់គ្នាព្រោះតែខុសគ្នាជា default មិនបាច់ដាក់ serial ទេដាក់ encapsulation ឲ្យយើងគឺ lab ម្ដងយើងដែរដាក់យើងបើតែ IP ស្គាល់ជា default គឺវា ADLC ទាំងអស់
ចឹងវាស្គាល់ហើយតែតាយើងឆេមួយខាងទៅ point to point ចឹងមួយខាងទៀតត្រូវគឺ point to point ដូចគ្នាដែរ HDFC អានឹងគឺជា protocol របស់ Cisco អានេះជា standard របស់ point to point ដែរអានេះបោះ standard point to point protocol ជា standard ខាងនេះគឺជារបស់ Cisco ហៅ WAN encapsulation ហើយមួយទៀតចឹង IP version 6មានបាន field មានបាន field IP version 6គេថានៅក្នុង field មានបាន IP bit បាន bit ចឹងនៅក្នុង field គឺមាន16ចឹងទាំងអស់មាន8 field 16 8ដង128អូខេអានេះទាក់ទង ACP ឥឡូវគេថាយោងទៅតាមរូបភាពខាងក្រោម the ACP is have recently been changed on the ACP server and client no longer able to reach to the network resource what we can do ចឹងគេថា ACP របស់លើយើងឥឡូវគឺយើងដូរហើយទៅទៀត server នេះ client នេះអត់អាច connect ទៅបានមិនថាអីគេឥឡូវយើងមើលបញ្ហានេះIP អានេះគឺ1ជាមួយ2គួរតែស្គាល់ឥឡូវមើលប្រធានគេប្រាប់ទៀតមួយកាត់យល់ DHCP DHCP server setting have recently been changed on DHCP server and the client no longer be able to reach the network resource what should be done on the correct situation correct អីគេចឹងគេថា DHCP គេបានដូរតែដល់ពេលអានេះគឺទាក់ទងជាមួយនឹង network resource បានមូលហេតុអីគេឥឡូវយើងមើលថា verify that the DNS server address is correctly on the pool ping to the default អានេះអត់ត្រូវ using threshold អត់ត្រូវ clear all DHCP list on the router prevent from conflict អត់ត្រូវ UIP config plus release renew option on the window អញ្ចឹងបើសិនជាវាដូរអាចប្រើ IP configure release renew ចាប់ IP បានថ្មីវិញចុះបើសិនជាចឹង IP នេះកណោមមកវាតែអានេះអត់ប្រាប់ថា DNS ប៉ុន្មានចឹងវាពិបាកបញ្ហាទី1គឺអាចមកពី DHCP configure DNS ខុសអា pool យើងដាក់ DNS ណាមួយអាហ្នឹងអាចដែរប៉ុន្តែបើសិនជា DHCP យើងដូរផ្លាស់ប្ដូរវាចាប់ IP អត់បានមានន័យថាយើងត្រូវវាយ command គេ release renew វិញដើម្បីចាប់ IP ទេធម្មតា correct នេះហាង correct គឺត្រូវហើយដោយសារយើងប្រើ IP helper នេះដើម្បីវាប្រវត្តិទៅ DHCP server command នេះគឺដើម្បីឲ្យ client រក request ទាំងអស់ not event គឺវានឹងប្រវត្តិមក IP server យើងអញ្ចឹងវាប្រវត្តិមួយដែរឥឡូវយើង check មើលយើងត្រូវមិនអញ្ចឹងគឺបញ្ហាគឺយើងត្រូវវាយ command release renew ដើម្បីវាចាប់ IP ឡើងវិញចប់ហើយសងវិញWhich three approach can be used while migrate from the IP version 4 address to IP version 6 ឥឡូវយើងមានវិធីសាស្ត្រណាខ្លះដើម្បី migrate ពី IP version 4 ទៅ IP version 4 ទៅ IP version 6គេថារាល់ថ្ងៃយើងប្រើ IP version 4តែយើងចង់ migrate វាទៅ IP version 6 Your stack okay enable routing your stack គេអាចត្រូវមួយទៀតជឿបានជឿ3ឯងconfigure IP version 4 tunnel between IP version 6 island configure IP version 4 tunnel between IP version 6 island ចានេះគឺថា configure tunnel version 4 across IP version 6 domain អានេះគួរតែ configure IP version 6 tunnel ហើយមួយជុំសិន UIP version DHCP version 6 to map IP version 4 អានេះអត់ត្រូវទេ use proxy and NAT transfer PC អានេះ NAT នេះគឺអាចត្រូវមួយ configure IP version 6 directly ចាឥឡូវខ្ញុំយល់អានេះឥឡូវខុសខ្ញុំទៀតយកសិនចឹងឥឡូវ configure IP version 6 directly គឺ IP version 4យើងដនបានហើយអញ្ចឹងវាខុសមួយហើយមួយទៀតត្រូវរបស់គេគឺ configure tunnel អញ្ចឹង tunnel គឺដូចខ្ញុំcònមុនអញ្ចឹងខ្ញុំនៅខ្មែរហើយខ្ញុំចង់ access ទៅក្រៅនៅស្រុកខ្មែរគឺខ្ញុំអត់មាន IP version 6ប្រើទេ
ចឹងខ្ញុំត្រូវការឲ្យប្រើ IP version 6ដើម្បី set ក្រាអញ្ចឹងខ្ញុំត្រូវធ្វើតំណមួយស្រុកខ្មែរហ្នឹងទៅអូស្ត្រាលីដើម្បីរ៉ាន IP version 6 through តំណចឹងនឹងហៅថាជាតំណតែមិនខ្ញុំខលដោយសារខ្ញុំវិភាគថាតំណ IP version គួរតែ IP version 6តាមពិតយើងត្រូវប្រើតំណ version 4ហើយ IP version 6គឺរត់ខាងក្នុងតំណអញ្ចឹងឥឡូវយើងជួយកែយើងហោះតែចម្លានេះ40អញ្ចឹងខ្ញុំនឹងសល់10សំណួរទៀតដោយសារវា170អញ្ចឹងបើសិនយើងយក40សំណួរគឺយើងរៀនអត់ទាន់ទេឥឡូវយើងមើល10សំណួរទៀតចុះកុំឲ្យវាម៉ោងសៅអញ្ចឹងគេថាបើយើងយកទៅតាមរូបភាពខាងក្រោម technician asked to design the small network with the redundancy the បើសិនជាយើងយកទៅតាមរូបខាងក្រោមទាក់ទងការ design ខាងក្រោម all the hosts configure the same VLAN what the conclusion from being made អញ្ចឹងតាមស៊ីនទាំងអស់នៅក្នុង VLAN ជាមួយគ្នាឥឡូវធ្វើម៉េចហើយដាក់ default gateway មួយណាចុះឥឡូវ gateway ដាក់បើសិនជាយើងម៉ាស៊ីនទាំងអស់នៅក្នុង LAN ជាមួយគ្នាសួរថាយើងដាក់ IP នៅក្នុង interface router កើតអត់មិនហេតុអីinterface ពីរអាចដាក់ LAN ដូចគ្នាបានហើយណាអញ្ចឹងថាហើយអានេះស្លាប24ដាក់វាកើតខុសអញ្ចឹងគេថា if we fully function the design it will function as indeed អញ្ចឹងគេថា design ហ្នឹងគឺដើរតាមអ្វីដែលយើងចង់បានហើយ spanning tree will be used អញ្ចឹង spanning tree ត្រូវការប្រើអញ្ចឹងមានកន្លែងណា loop ត្រូវការ spanning tree អត់មានទេទៀត router will not accept the address shift router អត់មាន accept ទេគេ address ហ្នឹងដាក់ overload ឡើយយើងបាយ IP 1/2.5/5ដាក់នេះ interface ហ្នឹងដែរគេថា overload interface ហ្នឹងបានហើយអញ្ចឹងអត់ឲ្យដាក់ទេយល់ម្ល៉េះដាក់នេះសេនៅ rank 2អញ្ចឹង2.0 និង 2.1 អញ្ចឹងខុសគ្នាអញ្ចឹង design network នេះអត់មាន redundant អីទេថាអញ្ចឹងអស់ទោះថា interface ពីរនេះយើងចូលគ្នាយើងត្រូវតែ interface ចូលគ្នានៅក្នុង router ដូចជាធ្វើបានដែរក្នុង router ធ្វើបានគេហៅថាជា functional អញ្ចឹង interface ពីរគឺយើងជា interface តែមួយយើងទៅព្រាបដែរ functional ហើយណាព្រាបហើយ functional អត់ទៅព្រាបទេអូអញ្ចឹងនៅចាំក្រោយអញ្ចឹងគេថាយោងតាមរូបភាពក្រោយ administrator replace with network card គឺ10/100មានន័យថា file ethernet ទៅលើ desktop with gigabit អញ្ចឹងមានថាមុនបងយើងប្រើ file ethernet ហើយយើងប្រើ gigabit ម្ដងហើយវា connect ទៅNPC not connect to the network administrator began to troubleshooting the switch what should be the cause of the problem ឥឡូវវាសូមមើល switch protocol dot អានេះ dot អញ្ចឹងមុនហេតុអីដែលយើងប្រើយើងដាក់ network card ថ្មីមកដល់ពេលដល់ទៅ switch អត់ស្គាល់ឥឡូវមូលហេតុអីគេគួរទេយើង switch របស់យើងបាន10 20នេះ8 100មេអញ្ចឹង speed វា100មេសំបីតែ interface យើងមួយ G ក៏យើងត្រូវតែប្រើបាន100មេដែរព្រោះ speed 100មេអញ្ចឹងគេត្រូវស្គាល់ទេអញ្ចឹងស្គាល់អញ្ចឹងមូលហេតុអីអានេះដអានេះដគួរ on site install driver port MPC ដអត់ត្រូវ input flow control off អត់ត្រូវទៀត speed បាទ speed is set to 100គួរតែបញ្ហាអត់ច្បាស់ឡើយគឺថ្មីបើតាមខ្ញុំគិតបើបញ្ហាហ្នឹងគឺ drive អត់ install driver នៅខាងមិនឆើឥឡូវយើងអាចយកនេះក៏បានដែរតែបើ speed នេះវាមិនគួរមិនដើរទេ speed ហ្នឹងusing the switch port so on board is called a problem បញ្ហា speed 100ហ្នឹងអត់មានបញ្ហាទេឡើងសូរចម្លើយមកមកបាក់នេះគឺថា speed 100អញ្ចឹងខ្ញុំមកគិតថាបញ្ហាហ្នឹងទេ
speed នេះ Far Ethernet ដែលមិន set 100ទេគឺ default វាមកអញ្ចឹងនេះចម្លើយនេះដោយសារយើងឃើញ bandwidth ទៅ100ទេ1000នេះអញ្ចឹងយើងកាត់3ខ្ទង់ទៅសំ100មេណាយើងឃើញថាហ្នឹងវាថា movie speed របស់យើងគឺ set ទៅ100មេអញ្ចឹងអត់ត្រូវទេបើសិនជាបញ្ហាប្រកបឃើញដអញ្ចឹងហ្មងគឺអា network card ថ្មីហ្នឹងអត់ install driver លើទៀតយើងបន្តទៅវាស្គាល់អានេះគេថា eraser replace 100នេះ desktop with the gigabit now is not connect now it will not connect to the network and visitor began to troubleshooting on the screen what caused វាអត់ connect ផងទេ it will not connect to the network បត់ទីអូខេឥឡូវតាមនេះទៅព្រោះវាអត់ connect ផងអញ្ចឹងឃើញ speed 100យកតាម100របស់គេទេអញ្ចឹងហ្នឹងសំដួលហ្នឹងចេះតែលេងសើចហ្មងហ្នឹងគឺដូចណាគេបើកប្រឡងទេណាព្រោះថាយើងប្រឡងហើយអញ្ចឹងយើងគេមាន capture screen អីទៅទៀតយើងមើលទៅយើងសេតចេញបែកពី data ពី center យើងទៅគឺគាត់ឲ្យណាប្រឡងមួយហើយមានវាចាំ record ទុកចាំ record ហើយកាមេរ៉ាហ្នឹងមាន Cisco ណាដែលចេញកាមេរ៉ាយើងហ្នឹងគេឥឡូវ refer to speed the technician is troubleshooting the hot connectivity problem hot unable to ping to the server connect to the switch A អញ្ចឹង Risa នេះបញ្ហាគេអញ្ចឹងម៉ាស៊ីននេះណាម៉ាស៊ីននេះណា ping to server អត់ស្គាល់អានេះម៉ាស៊ីននេះគឺ IP វាគឺ30អានេះគឺអត់មានបញ្ហាទេមែនទេឥឡូវយើង ping នៅក្នុង router នេះ ping ទៅអានេះស្គាល់ ping ទៅ35ស្គាល់ ping ទៅ1អត់ស្គាល់ ping ទៅនេះក៏អត់ស្គាល់អញ្ចឹងអាមួយនៅណាមួយ gateway វាអត់ស្គាល់ផងណាអញ្ចឹងម៉ាស៊ីនយើង ping ទៅ gateway ខ្លួនឯងអត់ស្គាល់ផងអញ្ចឹងបញ្ហាកន្លែងនេះអញ្ចឹងអាចបញ្ហាខ្សែឬក៏ switch យើងនេះអត់បើកឬក៏មិនgateway ខុសណានេះ gateway ត្រូវទេអញ្ចឹងឥឡូវអាច interface នេះ IP ខុសហើយឥឡូវចូលទៅមើលទៅ the remote physical problem the NIC is not function TCP is not reinstalled on the host the local physical problem exists with the remote physical problem គួរតែនេះបញ្ហា remote ឡើងនេះព្រោះបើយើង logical របស់យើងគឺ connect ឯណាហើយខ្ញុំមើលមួយទៀតសំណួរនេះដូចខ្ញុំផ្លឹកតិចគីខ្លួនឯងម្ដងក៏រៀន the local layer the local physical layer problem នេះដឹងតែខ្សែតែកន្លែងខ្សែក៏អាចបានហើយកន្លែងនេះជាងកន្លែងនេះគឺយើងគិតជា logical local ឬ remote អញ្ចឹងក៏តែ local ណាពេលអញ្ចឹង local ខ្លួនឯងយើងត្រូវអញ្ចឹងអញ្ចឹងក្នុងនេះគឺ local ខ្លួនឯងអញ្ចឹងខ្ញុំបាញ់ខ្ញុំគិតថាឆ្លងកាត់ switch remote តាមពិតវាឲ្យតែ remote គឺនេះឆ្លងកាត់ router កាត់ remote ហ្នឹងហើយឆ្លងកាត់ network ហៅ remote ណាចឹងនេះ local មួយនេះចឹងអាចបញ្ហាផ្សេងៗកន្លែងនេះចឹងផ្សេងកន្លែងនេះខុសអញ្ចឹងចម្លើយគឺយកអង្ក្រង local layer local physical layer is this មួយទៀតណា which statement about IPv6 is true IPv6 address is not hierarchical and assigned is random អត់ hierarchical មានថាយើងអាចចែក subnet បានអាចចែក subnet បានទេយើងអត់ត្រូវទេណា one IPv6 address can be exist can consist one given interface អញ្ចឹងគេថាវា 2.7 million are available broadcast have been eliminated and replaced with broadcast 2.7 ហ្នឹងដូចនេះដូច IP version 4ហ្នឹង IP version ច្រើនណាស់ D ឯងអញ្ចឹងអត់មាន broadcast ទេ IP version 4អត់ version 6ហ្នឹងគឺវាទៅជា eliminate នេះន័យថាត្រូវបាន
cắt chó hơi chùm nua với đói là thì khác eliminate cắt chó là đọc cho nhà rộng khó nó cũng dân đạo nó tục mua dân đua đi trong riêng thực rồi có vẻ là dân nó ở chùm nua thì mà rồi phải làm chẳng được nói to thì rồi phải làm này mũi tiết này là với A2 đi cùng bạn V2 Pro nói chắc sao cùng mua chùm nua sao cùng mũi sao làm với A2 recommend way to protect network device configuration file from outside the security threat ចឹងឥឡូវយើង configuration file របស់យើងធ្វើម៉េចដើម្បីការពារ allow unauthorized access to the console of the device ចឹងឲ្យគេ access អស់ចឹងមើលទៅតាម console ហ្នឹង device ហើយណា use firewall to restrict access from the outside network always use telnet to access អញ្ចឹងវាថាយើងប្រើ telnet ទៅព្រោះវា data automatic encrypt ហើយ telnet ហ្នឹងSSH or another encryption transport to the device okay. Prevent the low password from default password encryption អូខេចឹងត្រូវមួយណាត់វាចឹងជាការពារ firewall មួយកុំឲ្យវា access បានមួយទៀតគឺយើងប្រើ SSH ដើម្បីថត net ចូលថត remote ចូលកុំប្រើ telnet ព្រោះយើងដឹងហើយណា telnet យើងបានមើលមកគ្នាឃើញអស់អានេះបើយើងតាមរូបខាងក្រោមវាថា the problem in network security have been observed ន័យថាយើងដឹងថាបញ្ហាមានបញ្ហាហើយឡើយ it is suspect the cable connect to the switch port លេខ19ណា port ណា19 on switch 1 it is suspect the cable connect to the switch port លេខ19 on the switch 1 is disconnected what would be affect to the can be affect to this cable is being disconnected អូខេឥឡូវណា port លេខ9នេះណាport លេខ9នេះបើសិនជានេះ disconnect តើមានបញ្ហាកើតឡើងអានេះអាច set តាមនេះបានអានេះគឺ មកតាមនេះបានអានេះគឺមកតាមនេះបានជាង nothing happen គេថា B would be not be able to access to the server in VLAN លេខ9គេមានប្រាប់ថា port ណា VLAN លេខបានអត់អានេះ VLAN លេខ3អានេះ VLAN លេខ4ហើយ VLAN លេខ9អា9ហ្នឹងគេអត់មានប្រាប់អានេះជាត្រាំងទេហ្នឹងជាត្រាំងយើងវាមកតាមនេះបានតែតាមនេះបានតែ communication between VLAN លេខ3លេខ4 would be disabled ឥឡូវគេអត់ប្រាប់ផងឥឡូវគេអត់ mention ផងយើងនៅទី allow ទាំងអស់ហើយ confirm ហ្នឹងមើលសិន transfer file from machine B to server លេខ4 would be significant slow អាចត្រូវអាចមួយណែឥឡូវមួយសិនទៅមួយទៀតណាវា machine B នេះណាអូនេះអូឥឡូវអាច slow សិនចុះ for less than a minute hop B would not be អញ្ចឹងអត់ត្រូវទាំងអស់នេះត្រូវអាចត្រូវអានេះអាច slow តិចព្រោះវាអាចមកឆ្ងាយតិចមែនទេឥឡូវយកអានេះទៅព្រោះបើឃើញអានឹងវាល្អជាងគេហើយនេះនេះគេ for less than 1 minute machine B would not be able to access the server then normal resume less than 1 minute អូខេត្រូវអូខេអញ្ចឹងដោយសារវាមិនមែន ARP ទេដោយសារយើង switch យើងជា default គឺយើងប្រើ STP STP គឺវាចំណាយពេល50 second ដើម្បី convert ទៅរកផ្លូវផ្សេងអញ្ចឹង50 second ហ្នឹងគឺវាត្រូវការគេវាត្រូវការ learn ដើម្បីតាមផលនេះមុនបោកវា block ផលនេះវា block ផលនេះវានៅតាមផ្លូវនេះបើសិនតែយើង allow ទាំងអស់វាមិនរួមទេអញ្ចឹងដល់ពេល less than 50 less than 1 minute គឺហើយរយៈពេល50 second របស់ spanning tree ហ្នឹងឯងអូខេឥឡូវនេះខ្ញុំបានគិតដល់អញ្ចឹងត្រូវមកគេអញ្ចឹង ច
ចឹង spanning tree គឺវាចំណាយពេល50 second ដើម្បី conversion ហ្នឹងហើយចឹងបើថា less than 1 minute អូខេហើយចានេះចាំមួយនេះគឺ spanning tree ហើយមួយទៀតគេថា receiving horse has failed receive all the segment that would be acknowledged. What can the horse do to improve reliable and communication system? The receive horse has failed to receive all the segment that it should be acknowledged. យ៉ាងមានថាវាអត់ស្គាល់ណាស់អស់ចាំគេប្រើគេ What would be to improve the reliable communication? Decrease the window size មានន័យថាម៉េចវាទី1ហើយវាទី3ក្នុង discount នេះទីCCA 1 window size ហ្នឹងន័យថាឧទាហរណ៍យើង send data មុនវងគឺមុនវងវាតូចអញ្ចឹងវាឡើងធំដែរធំរហូតដល់មើលថាវា send ម្ដង send 10គេ acknowledgement ម្ដងបានវាអូខេអញ្ចឹងបើថាគេ send 10គេ acknowledgement គេទទួលបាន10អូខេបើវា send វាចាប់ដើម send ម្ដង11ទៀត11គេ acknowledgement ទទួលបានដល់ពេលយើង send 13វា acknowledgement មកថាបាត់1អញ្ចឹងគឺវាចាប់ដើម increase វិញគឺ send 11 12នេះដូចសារអញ្ចឹងមានន័យថាបើសិនជាម៉ាស៊ីនយើងគឺយើង send មានន័យថាយើង send segment ទៅគឺគេ acknowledgement វិញគេថាគេ fail គេថាគេអត់ទទួលបានទាំងអស់ហើយព្រោះថាយើង send ទៅ10គេទទួលបានតែ5អញ្ចឹងទៅអញ្ចឹងគេធ្វើម៉េចអានេះវាប្រកាសជា decrease the sequence use the different source អត់ត្រូវទេ decrease the sequence port obtain a new IP អត់ត្រូវទេ start a new TCP UDP អត់ត្រូវទៀត sequence argument គឺនៅក្នុង TCP អញ្ចឹង decrease the window size យើងគិតថានេះចុះអញ្ចឹងអាហ្នឹងហើយនេះន័យថាអា window size នេះទាក់ទង argument ឧទាហរណ៍តែយើង send packet ដល់5យើង send 5បានគេ acknowledgement ម្ដងជាធម្មតាយើងអត់ send ថា send 1គេ acknowledgement 1យើងវាយូរមែនទេអញ្ចឹងឧទាហរណ៍យើង send 5គេ acknowledgement ម្ដងយើង send 10គេ acknowledgement ម្ដងយើងចេះបន្ថែម window size យើងរហូត window size យើងនៅចំនួន5ឬក៏10ហ្នឹងគេហៅ window size ហើយយើងបន្ថែមរហូតដល់20 segment send ទៅគេទទួលបានវិញថាអូទទួលបានតែ15បាត់5អញ្ចឹងយើងចាប់ដើម decrease window size យើងទៅ15ហ្នឹងអញ្ចឹងយើង send ដល់15អញ្ចឹងគេឆ្លើយតបវិញថាអូទទួលបាន15អញ្ចឹង send ដល់15អញ្ចឹងន័យថា reliable គឺ15ហ្នឹងហើយឬក៏យើងដែលធ្លាប់ឃើញយើង download ទេយើង download មុនបងពឹកឃើញឃើញ speed វាគឺយឺតទៅបន្តិចលឿនឡើងខ្លាំងតិចវាបានថេមកអានេះធម្មតាវិញអញ្ចឹងមុនបងថាវាមិនវា set តិច set 1 2អញ្ចឹងណាហើយ acknowledgement ទៅបន្តិចវា set ច្រើន set ធំហ្មង set ទៅយើងមិនបាន speed លឿនទេ set ធំទៅបន្តិចវាថាអូទទួលបានដល់ទាំងអស់ហើយអញ្ចឹងវាទទួលបានអញ្ចឹងវាយកអាណាដែលទទួលបាន10 20 packet អញ្ចឹងវា acknowledgement អានេះហៅថា Windows size ហើយទៀត which command enable the IC IP16 on the Cisco router enable វាគេ IP version 6 យើងថាទេអញ្ចឹងបើយើងអត់ enable នេះវាអត់អាច forward ពី interface មួយ interface មួយបានទេណាយើងធ្វើ protocol នេះក៏អត់ស្គាល់ដែរតែយើងទៅធ្វើមិនដែរយើងវាយណាគេដែលបានតានេះសត្វហើយតែអត់បានវាយអា command នេះហើយទៅវាយ OSPF version 6អត់ហើយហ្មងគេឥឡូវនេះគេថា refer to the bit port A is connected to the switch port 3 នេះ switch port អានេះរូបខុសបាត់ហើយចា port A នេះអានេះគេគេប្រើ port A ទៅហើយ the host is connected to the host and switch fully configure IP address connectivity as shown however it indicates the list in the port list zone by is not on the host connect and the host cannot communication with any host include the VLAN IP the same interface based on the given result អញ្ចឹងនៅក្នុងរូបនេះគឺអត់មានរូបនេះទេរូបឡងអានេះគេគ្រាន់តែយកមកដាក់ចំនួនអត់មានរូបទេអញ្ចឹងរូបឡងរូបផ្សេងនេះអត់មានរូបអញ្ចឹងអ្វីគឺត្រាំងអត់ត្រូវ
keyboard is bad. The switch is configured incorrectly and not right. The port byte has been blocked by SCP. The switch and port is not the same pattern and not gần thời hiện. Chẳng hạn đi. Ai vậy nè, pin nè. Chẳng ai vậy nè. Và tập phí nè là ai vậy nó cho. Chẳng cứ keyboard khóc nhưng aiប្រើxe អាចប្រើខ្សែក្រោះឬក៏ស្រូវវិញទៅតែរូបភាពនេះអត់មាននៅក្នុងប្រឡងមិនចេញរូបភាពអញ្ចឹងទេណារូបភាពនេះគឺជា industry គេដាក់បង្ហាញយើងថាអានេះឃើញក្រហមដអញ្ចឹងឯងតែរូបភាពប្រឡងមកខ្លួនអញ្ចឹងឯងគេអត់មានរូបភាពទេអូខេបង្ហើយឥឡូវគេសួរថាទៅ IP version 6មួយណាដែលត្រូវឬ3ឬ4អានេះរាប់ប្រភេទអានេះ1 1 2 3 4 5 6 7 8 8ត្រូវអត់អសអត់ធំណាអសទាំងណាហើយណាអានេះរាប់នេះណាដក EF ឡាឡំនេះមួយនេះអានេះ1 2 3 4អូខេត្រូវទៀតតែសំខាន់តែ2នេះមួយណាត្រូវនេះស្អីគេនេះ1 2 3 4អានេះក៏ត្រូវដែរមែនទេតែតែគ្រឿងមួយទៀតឥឡូវមួយទៀតអានេះណាត្រូវអេហ្នឹងអត់មាន IP អូខេឥឡូវមួយណាឥឡូវខ្ញុំមិនដឹងដែរមួយនេះខ្ញុំផ្លេចអត់ដែរខ្ញុំដល់ម្ដងខ្ញុំលើករឿង B ត្រូវគេគាត់B អានេះគេមានអាស្អីគេវិធីសាស្ត្រមួយគេហៅបូក IP version 6បូកមួយ IP version 4ហើយជា B ឥឡូវខ្ញុំអត់ដឹងណាឥឡូវសូមមួយទៅចេញចម្លើយអូអា B នេះចានេះវាក៏ខុសគូលហេតុអី3 4 2 4ត្រូវតែមានត្រូវខុសឥឡូវយើងមើលខុសវិញឥឡូវជួយព្រាបមើលអា D ខុសឡើងខ្ញុំមើលឡើងឃើញខុសនេះអត់មានហិសាអត់ទៅយើងប្រើ IP បានតែយើងប្រើលេខទាំងអស់បានតែអូ valid host អញ្ចឹងអានេះ network ID អញ្ចឹងអានេះគឺ network ID ណា1 2 3 4អញ្ចឹងវាជា network ID មូលហេតុអី network ID ដោយសារយើងស្លាប់64នេះ64 4ផ្ទងអត់1 2 3 4អញ្ចឹងវាជា network ID អញ្ចឹងយើងរកមើល valid IP versus addresses អា valid នឹងស្មើជាមួយ usable host អញ្ចឹងក៏ខុសកន្លែងហ្នឹងអញ្ចឹងអានេះគឺគេហៅថាជា IP វាដូច default route ឬក៏ IP តែ1 0 0អស់បាទនេះគឺ IP ទាក់ទង IP version 6បូកជាមួយ IP version 4ពេលយ៉ាងនេះគឺជា network ID ដែរយើងអាពីរនេះខុសដោយសារវាជា network ID អញ្ចឹងរបស់គេចង់សួរ valid host អញ្ចឹងយើងថតមកពីវិភាគមើលអាហ្នឹង valid host មានន័យថាគឺជា usable host អូខេអញ្ចឹងប៉ុណ្ណឹងអញ្ចឹងចូលអត់យើងបានតែជាប់ដោយសារយើងអាចសំណួរ5សំណួរយើងអត់ធិចទេអូខេអញ្ចឹងយើងសម្រាប់